ក្មួយនោះមានទេពកោសល្យខាង ខតចឹងទៅបាទ ផ្សេងគ្នា បង MC បកាយនិយាយ ខ្ញុំធ្វើអត់កើតទេ និយាយគ្នាថាចេះមិនសមណាស់ម៉ែបានមក ជួបគ្នា មួយតារោបានទឹកខេតទៅអីមួយតារោទៀតដោយសារវិស័យផ្សេងគ្នាហើយ បាទ និយាយដើមគេមួយលេង ក៏ជាមួយគ្នា បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំឃើញ idol មកច្រើនមែនទែនតោះឥឡូវខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅជួបពួកគាត់ទាំងអស់គ្នាខ្ញុំមានសំណួរច្រើនក្នុងការសួរគាត់ណាអូគេត្រៀមឈុតរៀបការពូខ្ញុំរងឯងយូរហើយមកចិត្ត2យប់ហើយពូមានហត់អត់ហត់មួយថ្ងៃនេះ ហត់ដែរវារៀងក្តៅដែរ តែបាទពូចូលចិត្តដល់ខែចែកទៅហើយនឹងដល់ហើយខែ4 ប៉ុន្តែហេងដែរយើងបានថតខាងក្នុងច្រើន ក្នុងច្រើន ច្រើនជាងក្រោយ ខ្ញុំនិយាយដែរអាជីពជាអ្នកសម្ដែងមែនទេ មកពីខ្ញុំថ្នមតារោទេ អញ្ចឹង តារោទៅថតផលិតកម្មដតីរឿងដតីមិនមែនថាផលិតកម្មដតីធ្វើបាបគាត់ទេតែវាជាការតម្រូវរបស់រឿង អូ គឺគេឲ្យរឿងហ្នឹងគឺត្រូវតែថតហាក្តៅហើយថតដល់យប់ជ្រៅទៀត អឺហ៎ អញ្ចឹងណា តែពេលនេះខ្ញុំចង់សួរចេះបើធៀបពីការថតគុណសម័យមុនហើយនឹងថតបែប vlog ឬក៏ short movie ខ្លីចេះមួយណាដែលពិបាកជាង កូនពិបាកខ្លាំងបាទមិនដូចនេះប៉ុន្តែថតដូច blog ដូចអីនេះនិយាយមែនទេក្រៅពីក្រុមព្រែកគឺខ្ញុំអត់ទៅដែរ អូ ប្លង់រឹង ត្រូវខ្ញុំសុំ គាត់យល់ចិត្តគាត់បាទគាត់ដឹង ខ្ញុំមានអារម្មណ៍សប្បាយចិត្តពេលឃើញគេគាត់ហៅតារាជើងចាស់យើងមកឲ្យមាន មិនជើងមិនចាស់ទៅជើងឯងមុខចាស់ ចាស់មកទូខ្លួន និយាយទៅយើងថតនេះទីមួយយើងថតអត់សូវហាក្តៅទេហើយយើងថតពីច្រើនហៅកន្លែងដែរបលុបហើយលឿនសំខាន់លឿនហើយមិនមែនលឿនហ្នឹងអត់គុណភាពទេលឿនហ្នឹងដោយសារយើងសម្ដែងត្រូវយើងសម្ដែងត្រូវសម្ដែងចំអត្តន័យគឺលឿនហើយតែកាលណាយើងនិយាយខុសក៏ view ដែរអញ្ចឹងណាចាំមិនថាយើងថតលឿនប៉ុន្តែយើងថតយកគុណភាពឲ្យល្អហ្មងមិនមែនខ្លឹមខ្លាំង នឹងបងនឹងថានិយាយអញ្ចឹង អ្នកមើលក៏ពិបាកចូលអារម្មណ៍ដែរណា ទៅទេពកោសល្យ បាទ អញ្ចឹងបានពិភពលោកមិនមែនតែយើងទេគេឲ្យតម្លៃទៅលើអ្នកដែលមានទេពកោសល្យខ្លាំងព្រោះទេពកោសល្យនោះมันអាចអ្នកណាលួចរបស់អ្នកណាបានទេ ត្រូវ ម្ បាទ នាក់ បាទអូ ម្នាក់រៀងខ្លួនផ្សេងគ្នា បង MC បកាយនិយាយ ខ្ញុំធ្វើអត់កើតទេ បាទ អញ្ចឹងណា បើពូមកដល់ទឹកមុខតួឯងហ្មង បាទ តែ តែ កម្រងមុខ ពូចេះកាត់នៅកន្លែងហ្នឹងដែរ បាទ តារោគាត់សម្ដែងបានច្រើនរបៀប បាទ ហើយគាត់រៀនទទួលយកការសម្ដែងបានទៅតាមការដាក់របស់អ្នកចង់បានអ្នកដឹកនាំអញ្ចឹងណា បាទបាទ គឺថាទីខ្លះចង់ឲ្យគាត់ដើរតួកាចគាត់អាចសម្ដែងបានហើយគាត់តួ slow ក៏បានតួយំក៏បានតួបានច្រើនជាចំណុចដែលគាត់នៅតែខ្លាំងបើគាត់នៅតែរសារទេខុសពីឯកខុសពីតួល្អមិនលេងក៏អត់កើតដែរអញ្ចឹងគាត់បត់បែកបាទ ក្នុងមួយតួទាំងអស់គ្រូ បាទ ពូឆ្លងកាត់ស្ដែងច្រើនអញ្ចឹងមានតួពុកតួឯកតួកូនតួអីណាពូណា បាទ ក្នុងរ៉ូលទាំងអស់ហ្នឹងពូគាត់ថាធ្លាប់ស្ដែងបត់ពិសោធន៍រ៉ូលមួយណាដែលធ្វើឲ្យយើងចង់ចាំភ្លេចមិនបានណាចង់ឲ្យនឹកឃើញដូចជាវាអាចថាកាប្លែងឬក៏អាចថាអនុស្សាវរីយ៍នោះដូចយើងនឹកឃើញជាងគេពិបាកភ្លេច វាដោយសារខ្ញុំច្រើនពេកទៅដល់អញ្ចឹងខ្ញុំដូចមិនมันមានអ្វីមួយដែល បាទព្រោះស្អីដែលខ្ញុំធ្វើគឺខ្ញុំធ្វើទៅតាម director អូបាទ ប៉ិនបើចិត្តណា ចិត្តបាទ ចិត្តពីក្មេងមកអីមកហ្នឹងខ្ញុំជួយចិត្តកាប្លែង អូ ខ្ញុំជួយចិត្តមើលរឿងកាប្លែងរឿងបរទេសក៏ខ្ញុំជួយចិត្តមើលដែរដូច friend រឿងភាគកាប្លែង បាទបាទ funny story comedy ធម្មតាតួឯកវាអត់កាប្លែងទេ បាទ ដូច្នេះគេកំសត់អីចឹងទៅ បាទ ខ្ញុំជួយចិត្តដូចបងយ៉យខ្ញុំជួយចិត្តតាំងពីក្មេងមក បើតែជីឡានមកហ្នឹងកាប់ប្រសាសតារោថានិយាយគ្នាថាចេះមិនសមណាស់ម៉ែបានមក ជួបគ្នា មួយតារោបានទឹកខេតទៅអីមួយតារោទៀតដោយសារវិស័យផ្សេងគ្នា ហូបផ្សេង ហើយលេងសិល្បៈ20 30ឆ្នាំម្នាក់រៀងខ្លួនហើយអត់ដែលបានជួបអញ្ចឹងទេជួបតែមុខបន្តិចបងអូនម៉ាត់បាយគ្នាទៅផ្ទះរៀងខ្លួន ដែលមានឱ តែ កាស ឥឡូវនេះមកដូចជាគ្រួសារតែមួយអញ្ចឹងទៅខេតទាំងអស់គ្នាហូបចុកអីទាំងអស់គ្នាគេងស្នាក់នៅហើយ បាទបាទ និយាយដើមគេមួយលេង ក៏ជាមួយគ្នា បាទអឺមិនខ្ញុំឃើញអ្នកខមមិនអាចនោះពូរ៉ូនឹងមកយកចូលថាគេជុំ ហើយក៏ទៅអាមេរិកមករយៈហ្នឹងគឺ បាទ fan គេសួរបាត់អត់ឃើញគ្រួសារទៅណាអូគ្រួសារបែកចិត្តហើយទៅតាមនៅអាមេរិកបាត់ហើយ